សួស្តីមួយបេះដូងរបស់admin ទាំងអស់គ្នាថ្ងៃនេះadmin យករឿងជីវិតទី2របស់រូអ៊ីមកសម្រាប់ជូនទស្សនាកម្សាន្តទៀតហើយចាគឺភាគ13និងភាគ14អញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅក្រោយពីរងចាំតួស្រីអស់មួយរយៈម្ដាយចុងរបស់តួស្រីក៏និយាយឡើងថានេះថ្ងៃណាទៅហើយមើលទៅលោកអ៊ុបរ៉ាយតូចនិងអ្នកនាងរូអ៊ីនឹងមិនមកទេប្អូនស្រីតួស្រីក៏និយាយបន្ថែមថាពុកជឿខ្ញុំហើយឬនៅនាងរូអ៊ីនិងអ៊ុបរ៉ាយតូចនឹងមិនអាចមកបានទេនេះពុកចង់នៅជោគចិត្តនាងថោកទាបនោះដល់ណាទៀតនាងនេះច្បាស់ជាធ្វើឲ្យគ្រួសាររបស់យើងនេះស្អុយឈ្មោះហើយក៏នឹងត្រូវគ្រួសារឈិនណាមើងងាយពួកយើងទៀតពួកយើងនឹងត្រូវពួកគេសាយចំអកហើយឪពុកឮហើយក៏បណ្ដេញម្ដាយរបស់តួស្រីចេញថាឆាប់ចេញពីមុខយើងទៅឲ្យឆ្ងាយទៅម្ដាយតួស្រីក៏ដើរចេញបានបន្តិចប្អូនស្រីចុងរបស់តួស្រីក៏និយាយឡើងថាអេនាងកំទាន់ទៅអីនាងត្រូវនៅបម្រើពួកយើងសិនម្ដាយចុងតួស្រីក៏បន្ថែមថានេះនាងមិនលឺកូនយើងហៅទេហ៎នាងឆាប់មករៀបចំម្ហូបឲ្យពួកយើងទៅម្ដាយតួស្រីឮដូច្នោះហើយក៏ឆ្លើយថាចាអ្នកស្រីរួចក៏យកវែកទៅដួសម្ហូបដាក់ចានរបស់ម្ដាយចុងនោះម្ដាយចុងនោះក៏ធ្វើឲ្យរលាកដៃរបស់ម្ដាយតួស្រីរួចក៏និយាយថានាងឯងភ្លើទេឬគ្រាន់តែដួសម្ហូបប៉ុណ្ណឹងក៏ធ្វើឲ្យកំពប់អាហារដែរចាំមើលយើងនឹងបដៅឯងឲ្យដឹងដៃម្ដងស្របពេលនោះតួស្រីរបស់យើងក៏បើកទ្វារចូលមករួចក៏និយាយថាសុំទោសខ្ញុំមកយឺតបន្តិចហើយតួប្រុសក៏បន្ថែមថាដោយសារតែខ្ញុំមានការរវល់បន្តិចនៅផ្ទះអញ្ចឹងហើយទៅមកយឺតសូមលោកពុកនិងអ្នកម៉ែកុំប្រកាន់អីឪពុករបស់តួស្រីឃើញបែបនេះហើយសប្បាយចិត្តណាស់រួចក៏និយាយថាមកឆាប់ចូលមកអង្គុយញ៉ាំបាយទៅកូនប្រសាឪពុកតួស្រីក៏បន្ថែមថាកូនប្រសាឯងជាអ៊ុបរាជតូចមានការងាររវល់ច្រើនបន្តិចហើយអញ្ចឹងហើយមិនអីទេតួស្រីក៏ហៅម្ដាយឲ្យចូលរួមមកញ៉ាំបាយដែរឪពុកតួស្រីក៏ដេញម្ដាយចុងរបស់តួស្រីឲ្យទៅអង្គុយកៅអីផ្សេងម្ដាយចុងនោះខឹងណាស់កូនស្រីឃើញហើយក៏មកលួងម្ដាយថាអ្នកម៉ែកុំបារម្ភអីពួកវាមិនមករាល់ថ្ងៃឯណាពេលពួកវាត្រឡប់ទៅវិញអ្នកម៉ែនឹងក្លាយជាអ្នកស្រីធំទៀតហើយម្ដាយវាក៏នឹងក្លាយជាអ្នកបម្រើរបស់ពួកយើងនឹងអាចចាត់ការវាពេលណាក៏បានដែរចំណែកឯម្ដាយរបស់តួស្រីក៏បានសួរទៅតួស្រីថារ៉ូអ៊ីកូននៅដំណាក់របស់លោកអ៊ុបរ៉ាយតូចយ៉ាងម៉េចដែរតួស្រីក៏តបម្ដាយថាកូននៅទីនោះសុខសប្បាយទេលោកអ៊ុបរ៉ាយតូចមើលថែកូនបានល្អណាស់ឮហើយម្ដាយតួស្រីសប្បាយចិត្តណាស់រួចក៏ចាប់ម្ហូបទៅឲ្យតួស្រីក៏បានឃើញដៃរបស់ម្ដាយខ្លួនមានស្នាមរលាកនាងក៏សួរថាអ្នកម៉ែកើតអីដៃរបស់ម៉ែទៅត្រូវនឹងអីម្ដាយតួស្រីមិនហ៊ានឆ្លើយទេពេលនោះអ្នកបម្រើក៏ប្រាប់ទៅតួស្រីថាគឺអ្នកនាងរូយាបានបញ្ជាឲ្យអ្នកស្រីធ្វើជាអ្នកបម្រើហើយម្ដាយរបស់អ្នកនាងរូយាក៏បានប្រាប់ឲ្យគាត់ដួសទឹកស៊ុបអ្នកស្រីធំក៏ធ្វើជាមានចេតនាកំពប់ទឹកស៊ុបដោយត្រូវដៃរបស់អ្នកស្រីទៅធ្វើឲ្យរលាកឪពុកតួស្រីក៏និយាយកាត់ថាពួកយើងសុទ្ធតែជាគ្រួសារតែមួយនោះទេរឿងតិចតួចប៉ុណ្ណឹងកុំភ្លេចវាចោលទៅកុំប្រកាន់អីពេលឮសម្ដីរបស់ឪពុកបែបនេះតួស្រីរបស់យើងខឹងណាស់រួចក៏និយាយភ្លាមថាបើចង់ឲ្យខ្ញុំបំភ្លេចពុកគួរតែឲ្យពួកវាយកដៃដាក់ទឹកស៊ុបដែរទៅរឿងនឹងឆាប់ចប់ម្ដាយចុងតួស្រីឮហើយក៏និយាយភ្លាមថាវាត្រឹមតែជាអ្នកបម្រើទេគ្រាន់តែរៀបចំម្ហូបប៉ុណ្ណឹងក៏ធ្វើមិនបានដែររលាកដៃខ្លួនឯងតើប្អូនស្រីតួស្រីក៏បន្ថែមថាឯងគិតថាឯងបានរៀបការចូលគ្រួសារអ្នកមានឋានៈធំហើយឯងចង់ធ្វើអីក៏បានតើមែនទេគ្រាន់តែរឿងប៉ុណ្ណឹងអីក៏ប្រកាន់ម្លេះតួប្រុសក៏ទះតុយ៉ាងខ្លាំងរួចក៏តបទាំងខឹងថាគ្រួសារឪពុកក្មេងហ៊ានធ្វើបែបនេះដាក់ម្ដាយរបស់ប្រពន្ធខ្ញុំផងហ៎ធ្វើបែបនេះគឺមិនឲ្យតម្លៃដល់គ្រួសារខ្ញុំទេពេលឃើញតួប្រុសធ្វើបែបនេះហើយឪពុករបស់តួស្រីក៏សួរទាំងញ័រមាត់ថានេះកូនប្រសាចង់បានន័យថាម៉េចតួប្រុសក៏តបភ្លាមថាពួកលោកហ៊ានឲ្យម្ដាយរបស់លោកស្រីធំទៅធ្វើជាអ្នកបម្រើនេះហើយដែលមិនទុកមុខឲ្យលោកស្រីធំនោះប្អូនស្រីរបស់តួស្រីឮហើយក៏សួរភ្លាមថាក្រែងលោកស្រីធំគឺជាកូនប្រសាធំនោះតើមិនបានទៅជានាងរូអ៊ីទៅវិញតួប្រុសក៏តបភ្លាមថាលោកយាយរបស់យើងបានលើកឲ្យអ្នកនាងរូអ៊ីខ្លាយទៅជាអ្នកគ្រប់គ្រងផ្ទះនោះហើយឪពុករបស់តួស្រីពេលឮបែបនេះហើយក៏និយាយថាអញ្ចឹងឲ្យខ្ញុំសុំទោសផងរឿងនេះខ្ញុំធ្វើមិនសមមែនអញ្ចឹងប៉ុន្មានថ្ងៃទៀតខ្ញុំនឹងធ្វើពិធីឡើងម្ដាយរូអ៊ីឲ្យធ្វើជាប្រពន្ធស្របច្បាប់របស់ខ្ញុំកូនប្រសាគិតយ៉ាងម៉េចដែរតួប្រុសក៏តបភ្លាមថាលោកពុកក្មេកពិតជាពិចារណាបានល្អមែនខ្ញុំសូមលើកតែជូនលោកពុកក្មេកមួយពេងឪពុកតួស្រីឮហើយក៏សប្បាយចិត្តរួចក៏និយាយថាល្អម្ដាយចុងរបស់តួស្រីខឹងណាស់រួចក៏តបភ្លាមថាមិនបានទេមិនបានជាបងហ៊ានលើកវាឲ្យមានឋានៈស្មើនឹងខ្ញុំអញ្ចឹងឪពុកតួស្រីក៏តបភ្លាមថាឆាប់បិទមាត់របស់នាងទៅនាងស្ដាប់ណាឈិនឡាងគេនៅក្មេងហើយថែមទាំងបានត្រូវស្ដេចសព្វរាជហឫទ័យអញ្ចឹងហើយថ្ងៃក្រោយគេនឹងមានឋានៈខ្ពស់អាចក្លាយជាលោកមេទ័ពឬក៏ឡើងជាសម្ដេចក៏ថាបាន
អញ្ចឹងហើយយើងត្រូវតែយកចិត្តគេបន្តិចប្រពន្ធក៏តបភ្លាមថាអញ្ចឹងបងឯងលេងជាមួយខ្ញុំហើយទៅលើកវាឲ្យធ្វើជាប្រពន្ធសពច្បាប់តែម្ដងទៅនិយាយរួចក៏ដើរចេញភ្លាមតួស្រីឃើញបែបនេះហើយក៏និយាយថាអ្នកម៉ែកុំខ្វល់អីនេះពិសាបាយទៅម្ហូបត្រជាក់អស់ហើយតួប្រុសក៏ធ្វើជ្រុះចង្កឹះរួចក៏និយាយប្រាប់តួស្រីចង្កឹះរបស់បងជ្រុះបាត់ទៅហើយអូនជួយបញ្ចឹកបងផងតួស្រីក៏តបថានេះបងជ្រុះចង្កឹះមិនមែនជារឿងល្អនោះទេរួចក៏វាយតួប្រុសពី3ដៃទៅម្ដាយតួស្រីក៏សួរថាតើមានរឿងអ្វីមែនទេតួប្រុសក៏តបថាអ្នកម៉ែមួយរយៈនេះកូនហាត់តបច្រើនពេកទៅធ្វើឲ្យដៃវាឈឺប្អូនថ្លៃរបស់តួប្រុសឮហើយក៏និយាយថាអញ្ចឹងចាំខ្ញុំជួយធ្វើសរសៃឲ្យចំណែកឯប្អូនស្រីរបស់តួស្រីក៏ចេញមកតាមម្ដាយរួចក៏លួងម្ដាយថាមិនអីទេអ្នកម៉ែម៉ែកុំបារម្ភពេកអីម្ដាយក៏តបទាំងខឹងថាគឺមកពីឯងនឹងបើឯងមិនចង់រៀបការក៏ហីទៅចុះតែឯងបែរជាទៅរៀបការជាមួយនិស្សិតក្រីក្រម្នាក់នោះពេលនេះនាងរੂអ៊ីនោះវាសើចចំអកយើងវាហ៊ានធ្វើបាបយើងទៀតកូនស្រីក៏លួងម្ដាយរួចនិយាយថាអ្នកម៉ែកុំខឹងអីចាំដល់ពេលនិស្សិតក្រីក្រនោះឡើងជាមន្ត្រីធំចាំយើងទៅសងសឹកវាក៏បានដែរម្ដាយលើបែបនេះហើយក៏ធូរចិត្តបន្តិចរួចក៏និយាយថាពិតមែនហើយដល់ពេលនោះយើងនឹងធ្វើបាបវាឲ្យណានៃម្ដងពេលក្រឡេកឃើញថាប្តីទៅយកចិត្តតួប្រុសនាងខឹងណាស់រួចក៏ទៅទាញប្តីថាឆាប់ទៅផ្ទះទៅមើលសៀវភៅភ្លាមតួស្រីក៏និយាយឡើងថាប្អូនស្រីនៅញ៉ាំបាយជុំគ្នាឲ្យរួចសិនទៅចាំទៅក៏បានប្អូនស្រីក៏តបទាំងខឹងថាអញក៏បានចិត្តពេកអីអ្នកដែលសើចនៅក្រោយគេទេគឺជាអ្នកឈ្នះតួស្រីក៏តបថាល្អយើងនឹងចាំមើលពេលត្រឡប់មកវិញតួស្រីក៏សួរតួប្រុសថាមើលទៅបងមិនសប្បាយចិត្តសោះតើបងកើតអ្វីមែនទេតួប្រុសក៏តបភ្លាមថាថ្ងៃនេះពេលដែលបងបានឃើញពីស្ថានភាពអូននិងម្ដាយក្មេកនៅក្នុងគ្រួសារលាវហើយតើបងដឹងថាអូនឆ្លងកាត់រឿងមិនល្អជាច្រើនប៉ុណ្ណាតែបងបែរជាមិនអាចជួយអ្វីបានសោះតួស្រីក៏តបថាបងបានជួយអូនច្រើនណាស់អូនពិតជាអរគុណបងខ្លាំងណាស់តួប្រុសក៏សួរវិញភ្លាមថាអញ្ចឹងតើអូនមានអ្វីអរគុណបងទៅតួស្រីក៏និយាយថាអូនបានទទួលយកអ្នកនាងឈីវអឺមកធ្វើជាប្រពន្ធរបស់បងឲ្យហើយតានេះមិនចាត់ទុកថាអរគុណទេតួប្រុសឮហើយក៏តបភ្លាមថាតើអូនកុំរំលឹកពីឈ្មោះនាងបានទេតួស្រីក៏តបភ្លាមថាថ្ងៃក្រោយយើងក៏ក្លាយជាគ្រួសារតែមួយហើយរឿងអីអូនរំលឹកពីឈ្មោះនាងមិនបាននោះតួប្រុសក៏និយាយបន្ថែមថាអូនជាប្រពន្ធល្អរកប្រពន្ធឲ្យបងមួយទៀតថាមើលតើបងគួរតែអរគុណអូនដែរឬទេតួស្រីក៏តបថានេះជាតួនាទីរបស់អូនស្រាប់ទៅហើយបងមិនចាំបាច់អរគុណអីទេថ្ងៃក្រោយបើបងស្រឡាញ់អ្នកណានោះបងមកប្រាប់អូនមកអូនជួយទៅនិយាយគេឲ្យតួប្រុសឮហើយក៏និយាយទាំងអន់ចិត្តថាអូនពិតជាចិត្តទូលាយមែនរួចក៏ដើរចេញទៅពេលចូលមកដល់ក្នុងដំណាក់តួប្រុសក៏និយាយម្នាក់ឯងថាមិនក៏នាងគ្មានចិត្តប្រច័ណ្ឌខ្ញុំសោះបន្តិចអញ្ចឹងតួប្រុសក៏សួរអ្នកបម្រើថាបើឯងបានរៀបការហើយឯងចង់បានប្រពន្ធមួយទៀតហើយប្រពន្ធរបស់ឯងមិនប្រច័ណ្ឌនោះទេតើមកពីគេទុកចិត្តឯងឬក៏មកពីគេស្រឡាញ់ឯងខ្លាំងអ្នកបម្រើក៏តបភ្លាមថាបើគេមិនប្រច័ណ្ឌគឺមកពីគេមិនស្រឡាញ់នោះហើយតួប្រុសក៏និយាយភ្លាមថានេះឯងគ្រាន់តែនិយាយឲ្យយើងធូរចិត្តបន្តិចមិនបានទេហ៎ឯងឆាប់ទៅឈរជើងមួយនៅក្រៅមួយថ្ងៃភ្លាមទៅរឿងក៏កាត់មកដល់ពេលតួប្រុសនិងតួស្រីត្រូវទទួលទឹកតែពីអ្នកនាងឈីវអឺដើម្បីឲ្យគេក្លាយជាប្រពន្ធទី2របស់តួប្រុសពេលដែលអ្នកនាងឈីវអឺលើកទឹកតែមកតួស្រីក៏កាន់ដៃរបស់នាងជឿរួចក៏ធ្វើជាដួលធ្លាក់ចុះមករួចហើយក៏និយាយថាលោកបងនាងធ្វើឲ្យរលាកដៃរបស់អូនហើយតួប្រុសក៏និយាយថាអ្នកនាងឈីវអឺនេះនាងលើកតែយ៉ាងម៉េចទៅធ្វើឲ្យតួស្រីរលាកដៃបែបនេះតួប្រុសក៏បីតួស្រីចេញមកតួស្រីក៏ធ្វើមុខញញឹមដាក់អ្នកនាងឈីវអឺមូលហេតុដែលធ្វើបែបនេះក៏ព្រោះតែតួស្រីមិនចង់ឲ្យតួប្រុសទទួលយកនាងធ្វើជាប្រពន្ធទី2នោះទេពេលដែលឃើញទឹកមុខរបស់តួស្រីហើយអ្នកនាងឈីវអឺនោះក៏និយាយថានេះនាងហ៊ានប្រើល្បិចដាក់យើងផងរឿងរបស់យើងក៏ស្លេះនៅត្រឹមនេះហើយអ្នកទាំងអស់គ្នាអេដមីនណាក៏សូមអភ័យទោសផងប្រសិនបើមានចំណុចខ្វះខាតអញ្ចឹងជួបគ្នានៅវគ្គក្រោយណាអរគុណច្រើនបាយបាយជម្រាបលា